ខ្ញុំធ្លាប់ចាំប្រហែលជា4-5ឆ្នាំ4-5 ឆ្នាំហើយបាទបាទនៅក្នុងនោះការចិញ្ចឹមមាន់នេះកន្លងមកមានជួបការលំបាកអីទេពីមុនក៏ខ្ញុំអត់ទាន់ប្រើរបស់EM ខ្ញុំមានការលំបាកខ្លះបាទហើយបាទបន្ទាប់ពីប្រើមកបន្ទាប់មកខ្ញុំការដែលប្រើ EM មកវាមានវាលែងជួបការលំបាកបាទវាចិញ្ចឹមទៅយើងចិញ្ចឹមទៅវាចេះតែកើតទៅហើយវាអាចទប់ស្កាត់នឹងជំងឺបានអញ្ចឹងបាទមុននឹងការប្រើប្រាស់ EM តើមាន់នឹងជួបនឹងការលំបាកនៃការឈឺថ្កាត់យ៉ាងម៉េចឬមួយក៏ឧបសគ្គអីខ្លះដែលធ្វើឲ្យយើងមិនទទួលបាននូវភាពជោគជ័យនោះបាទវាដូចថាមានដូចថាវាមានរដូវវាពីររដូវខែប្រាំងនិងខែផ្សាអញ្ចឹងខែប្រាំងវាមានជំងឺអាសន្នរោគអញ្ចឹងយើងពិបាកនឹងព្យាបាលវាដល់ពេលដល់ខែផ្សាវាមានជំងឺផ្ដាសាយធម្មតាផ្ដាសាយហើមមុខហៀសម្បោបងខ្លះអីខ្លះទៅវាមិនអាចបានទាំងស្រុងទេវាគ្រាន់តែវាបាត់បង់ភាគច្រើនទាំងម្ដងបាទអរគុណហើយបន្ទាប់ពីការប្រើប្រាស់ EM រួចមកនោះតើការបរាជ័យទៅលើជំងឺទាំងពីររដូវដែលបងប្រុសបានធ្វើការជំរាបជូនតើយើងទទួលបាននៅភាពជោគជ័យទៅលើការប្រើប្រាស់ EM នេះទៅលើការប្រើទៅលើប្រភេទអ្វីខ្លះសម្រាប់ EM នេះដើម្បីឲ្យទទួលបាននូវភាពជោគជ័យនៃការសត្វចិញ្ចឹមរបស់បងនោះបាទខ្ញុំប្រើ EM នេះប្រើទៅលើទឹកក្នុងទឹកមួយធុងខ្ញុំដាក់ EM មួយគម្របដើម្បីឲ្យផឹកជាប្រចាំពីព្រឹកដល់ល្ងាចគឺមួយគម្របហ្នឹងបាទហើយពេលដែលខ្ញុំចិញ្ចឹមខ្ញុំដាក់សម្អាតវាហ្នឹងគឺសម្អាតដោយ EM ដែរប៉ុន្តែខ្ញុំប្រើប្រភេទ EM លាយបំបែកដោយ EM តង្កបាទដល់ពេលយើងលាយសម្អាតទៅក្លិនក៏វាបាត់ហើយការដែលវាផឹកទៅវាអាចទប់ទល់នឹងជំងឺនឹងបានសឹងនឹង90%តាំងពីខ្ញុំបានប្រើ EM មកជំងឺដែលខ្ញុំធ្លាប់ជួបគឺវាអត់មានប៉ះពាល់អីទៀតទេវាដូចថាវាទប់ទល់បាន90%ម្ដងហើយវានិយាយទៅវាមិនងាយនឹងប៉ះមិនងាយនឹងជួបនឹងជំងឺនឹងទៀតតែម្ដងកាលខ្ញុំប្រើ EM នេះខ្ញុំចិញ្ចឹមដោយថែវារបៀបថាពីតូចមកខ្ញុំថែយកពេលដែលវាញើសមកខ្ញុំយកកូនវាដាក់នឹងទ្រុងគឺបំបែកពីមេវាតែម្ដងរួចហើយខ្ញុំយកមកហើយទុករយៈពេលប្រហែលជា1ម៉ោងបានខ្ញុំចាប់ផ្ដើមលាយទឹកហើយនឹងទឹកជាមួយទឹក EM ហ្នឹងឲ្យវាផឹកបាទថែវារហូតដល់ផឹកក្នុងរយៈពេលប្រហែលជា5ម៉ោងយើងអាចលាយចំណីនឹងឲ្យស៊ីបានហើយចំណីនឹងលាយយើងលាយជាមួយបុកគីឈីបាទយើងលាយជាមួយបុកគីឈីហើយដាក់លាយឲ្យសព្វហើយយើងឲ្យវាស៊ីរួចដល់ពេលទឹកយើងប្រើ EM នឹងធម្មតាទៀតបាទនៅក្នុងនោះតើការផ្ដល់ចំណីពីទូចរហូតដល់កម្រិតណាមាន់អាយុប្រហែលខែឬមួយក៏ប្រហែលថ្ងៃដែលយើងឲ្យផ្លាស់ប្ដូរចំណីឬមួយក៏យើងការថែទាំផ្សេងពីគ្នាផងនោះបាទអឺការចិញ្ចឹមដាក់មកពេលយើងយកពីតូចមកគឺយើងថែរហូតដល់រយៈពេល3ខែគឺមិនយើងបានគីឡូប្រហែលជា1គីឡូទៅ9ខាំឬ1គីឡូដោយមិនទៅហើយបានយើងចាប់បំបែកមកតម្លាក់ឈប់ប្រើចំណីយើងប្រើជារបៀបធម្មជាតិវិញលាយស្រូវជាមួយនឹងបុកកជី EM ដើម្បីត្រាំវាទុករយៈពេលដូចថាយើងដាក់ពីព្រឹកថ្ងៃត្រង់យើងលាយឲ្យវាស៊ីបើយើងសម្រាប់ឲ្យវាស៊ីពេលព្រឹកស៊ីពេលព្រឹកពីព្រលឹមយើងត្រូវលាយពីល្ងាចឲ្យហើយបាទអញ្ចឹងព្រលឹមឡើងគឺយើងដាក់វាស៊ីបានមិនឆាប់ធំធាត់ល្អចំណីយើងទិញពីទីផ្សារដល់ពេលធំឡើងយើងឲ្យស៊ីរបៀបធម្មជាតិវិញយើងកែទម្លាប់វាឲ្យទៅជាធម្មជាតិបាទនៅក្នុងនោះតើបន្ទាប់ពីទទួលបាននូវភាពជោគជ័យនេះហើយបងកំពុងតែពង្រីកកសិដ្ឋានរបស់ខ្លួនបន្ថែមទៀតឬមួយក៏យ៉ាងម៉េចដែរតាំងពីបានទទួលជោគជ័យមកខ្ញុំប្រុងបង្កើតបង្រិចបន្ថែមទៀតព្រោះរបស់នឹង EM នឹងវាជួយឲ្យខ្ញុំបានជោគជ័យ90%អញ្ចឹងខ្ញុំអាចបង្រិចវាទៅទៀតព្រោះជំងឺវាប៉ះដែរប៉ុន្តែគាត់ថាវាដល់វា90%ហើយវាទទួលតិចបំផុតដែលជំងឺវាចូលមកដល់បៀតបៀនបាទអរគុណជាការប៉ັດលោកលោកស្រីនាងកញ្ញាទូរទស្សនិកជននេះគឺជាអ្វីដែលបងប្រុសបានជម្រាបជូនអំពីភាពជោគជ័យទៅលើការចិញ្ចឹមមាន់ហើយជាពិសេសជាមួយនឹងការប្រើប្រាស់ EM នេះផ្ទាល់តែម្ដងនៅក្នុងនោះសប្តាហ៍ថ្ងៃសម្រាប់ការចិញ្ចឹមនេះយើងមានយកពូជមកពីខាងណាដែរទេដែលក្នុងការផ្ដល់នូវភាពជោគជ័យទៅលើការចិញ្ចឹមមាន់របស់បងប្រុសនេះផ្ទាល់តែម្ដងការចិញ្ចឹមរបស់ខ្ញុំអាចបានជំរើសយកពូជមកពីណាទេគឺខ្ញុំជំរើសពូជតាមភូមិនឹងទាំងម្ដងខ្ញុំស្រឡាញ់ខ្ញុំដើររើសពីភូមិហ្នឹងគឺរើសមកផ្ទះខ្ញុំរើសមិនមួយបាទខ្ញុំរើសយកទៅពូជដែលល្អហើយពូជហ្នឹងវាឆ្អឹងធំអញ្ចឹងយើងយកមកឲ្យយើងយកមកថែទាំវាហើយនឹង
ធ្វើមេពូជគឺវាល្អបាទ ជាការពិតនៅក្នុងនោះសប្តាហ៍ថ្ងៃនេះសម្រាប់មន់ដែលយើងចិញ្ចឹមជាលក្ខណៈធម្មជាតិនេះគឺឥឡូវយើងសឹងថាគ្មានទេបើថាទិញតាមផ្ទះបាន1 2តែប៉ុណ្ណោះសម្រាប់បងប្រុសដែលបានចិញ្ចឹមជាលក្ខណៈយើងថាថ្មីត្បិតតែមិនតាន់ជាកសិដ្ឋានធំក៏ពិតមែនតើយើងបានលក់ទៅកាន់ទីផ្សារតម្លៃខុសពីមន់ដែលគេចិញ្ចឹមគេហៅថាមន់កូនកាត់បីសះឬមួយក៏មន់ចិញ្ចឹមរបៀបផ្ដាល់ចំណីនោះដែរទេបាទការចិញ្ចឹមតម្លៃវាខុសពីទីផ្សារប្រហែលជា1000បាទព្រោះមន់យើងចិញ្ចឹមទៅវាជារបៀបធម្មជាតិទាំងអស់បាទហើយវាអត់មានប៉ះពាល់គីមីទេព្រោះពីដំបូងយើងប្រើចំណីមែនប៉ុន្តែយើងលាយបុកកជីនឹងវាកាត់បន្ថយជាតិគីមីបាទបានកាត់បន្ថយបានជា50%ដល់ពេលធំឡើងយើងរំលាក់ពីត្រង់វាបាន1 គីឡូទម្លាក់ពីត្រង់យើងចាប់ដើមឲ្យស៊ីចំណីអស់ស៊ីស្រូវហើយបានយើងលាយបុកកជីបុកអីលាយ EM ទៅវាកាត់បន្ថយជាតិគីមីអញ្ចឹងមើលហ្នឹងគឺទៅជាធម្មជាតិទាំងម្ដងទាំងស្រុងទាំងម្ដងបាទ